រឿងគំនូរជីវចល 3D ដ៏ចម្រុះពណ៌ដែលមានទុនសាយពណ៌សឆ្លាតវៃនិងស្វាពណ៌ត្នោតលេងសើចរស់នៅក្នុងភូមិព្រៃដែលមានពន្លឺថ្ងៃទុនសាយមានភាពស្ងប់ស្ងាត់ឆ្លាតវៃនិងតែងតែគិតខណៈពេលដែលស្វាមានភាពស្វាហាប់កំប្លែងនិងឆ្កង់បន្តិចស្វាបានរកឃើញចេកយ៉ាក់មួយជាប់នឹងដើមឈើខ្ពស់ហើយអបអរលឿនពេកទុនសាយមានកំឡុងជួយដោយស្ងប់ស្ងាត់ស្វាព្យាយាមលោតរអិលនិងយល់បរាជ័យគួរឲ្យអស់សំណើចណាស់ទុនសាយប្រើប្រាស់ការងារជាក្រុមនិងឧបករណ៍សាមញ្ញដើម្បីដោះស្រាយបញ្ហាពួកគេទទួលបានជោគជ័យជាមួយគ្នាចែករំលែកជែកនិងសោកយ៉ាងសប្បាយរីករាយ